ថ្ងៃនេះខ្ញុំមាន diagram មួយ diagram នេះគឺ diagram របស់រុស្ស៊ីtransistor អីគឺរបស់រុស្ស៊ីទាំងអស់ diagram របស់រុស្ស៊ីបានន័យថារុស្ស៊ីគាត់ផលិតខ្លួនឯងគាត់អត់យករបស់គេយកមកប្រើទេអញ្ចឹងtransistor របស់រុស្ស៊ីមានលេខគាត់នេះបើជាអក្សរអង់គ្លេសវិញ ampe នេះ ampe 39B និង ampe 38A ហើយ n ពេនេះអក្សររុស្ស៊ី n ហ្នឹងគឺអក្សរពេអក្សររុស្ស៊ី213B នេះtransistor នេះជា transistor type យើងជំនួស transistor type អញ្ចឹងយើងជំនួស transistor type អញ្ចឹងយើងមើល diagram នេះជា diagram OTL diagram OTL OTL ហើយ diagram នេះនៅឆ្នាំ1969នោះ diagram នេះកើតនៅក្នុងឆ្នាំ1969 diagram ហ្នឹងអញ្ចឹងយើងឃើញថាពពុះ OTL នេះបានន័យថាវាចេញតាមកុងដង់ចេញតាម capacitor ចេញតាម capacitor ហ្នឹងគឺបានន័យថាសំឡេងវាគឺ output វាចេញតាមកុងដង់ចេញតាម capacitor អញ្ចឹងយើងមើល diagram នេះវាប្លែកត្រង់ថានិមិត្តសញ្ញារបស់វានេះជានិមិត្តសញ្ញានេះគេគូនិមិត្តសញ្ញាអញ្ចេះបានន័យថាបូកដល់សមិទ្ធសញ្ញានេះដកអញ្ចឹងបានន័យថាបូក12វ៉ុលនឹងម៉ាស0នេះម៉ាសដកនេះអញ្ចឹងយើងមើលទៅពិបាកយល់បន្តិចdiagram នេះជា diagram របស់រុស្ស៊ីអញ្ចឹងដោយសារនិមិត្តសញ្ញានេះជានិមិត្តសញ្ញាបូកអញ្ចឹងបានន័យថាភ្លើងបូករត់តាមនេះរត់តាមspeaker នេះអញ្ចឹងនៅក្នុង speaker នេះវាមានដុំ bobine វាមានដុំ coil អញ្ចឹងចូលទៅភ្លើងចូលទៅក្នុងដុំ bobine ចេញមកនេះឆ្លងកាត់ resistance 18 គីឡូនេះ18 គីឡូនេះមកបើយើងមើលតាមរូប diagram ហ្នឹងឃើញទេយើង12វ៉ុលនេះរត់មកជើង B នេះជើង B នៃប្រេជាន់ទី1នេះអញ្ចឹងបើយើងមើលតាមហ្នឹងជាន់ទី1អញ្ចឹងនៅជើង B នេះមាន resistance នេះ2 គីឡូ 4នេះ2 គីឡូ 4នេះគឺភ្លើងបូកបានន័យថានេះសញ្ញាភ្លើងបូក
ចឹង2គីឡូ4នេះចូលជើង B នេះ2គីឡូ4នេះចូលជើង B ហើយអានេះ430 អូម430 អូមអញ្ចឹងភ្លើងបូកចូលទៅជើងនេះជើងនេះហើយមាន capacitor មួយនេះ10មីក្រូហ្នឹងហើយជា15 វ៉ុលទៅរុស្ស៊ីច្រើនណាស់ដាក់15 វ៉ុលអត់ដាក់16កងដងវា capacitor វាហ្នឹងដាក់15 វ៉ុលអញ្ចឹងនេះ capacitor នេះគឺលំនឹងភ្លើងនៅនឹងអញ្ចឹង array ស្តង់នេះ220 អូមនេះ220 អូមអញ្ចឹងភ្លើងបូកចូលជើង C នេះអញ្ចឹងបូកចូលជើង C នេះបូកហើយនេះភ្លើងបូកនេះចូលជើង C នេះដោយសារនេះនិមិត្តសញ្ញាគេតាងនេះអញ្ចឹងកាលណាគេតាងនិមិត្តសញ្ញានេះបានន័យថាភ្លើងបូកនេះចូលជើងនេះអញ្ចឹង transistor នេះបានន័យថា P NP ដោយសារអីដោយសារមានសញ្ញាមានព្រួយនេះមានផ្លេសនេះមានព្រួញបាញ់ចូលនេះគឺ transistor ហ្នឹង PNP បើព្រួញបាញ់ចេញ NPN អាហ្នឹងព្រួញចេញព្រួញចូល PNP ព្រួញចូលអញ្ចឹងយើងមើលតាមសញ្ញាព្រួញនៅលើ diagram យើងមើលសញ្ញាព្រួញអញ្ចឹងគ្រាន់ថាថ្ងៃនេះវាប្លែកប៉ុណ្ណឹងយកមកជម្រាបបងប្អូនប្លែកថាអញ្ចឹងយើងមើលឃើញថាភ្លើងបូកនេះចូលតាមនេះនិមិត្តសញ្ញាដែលគេគូនេះភ្លើងបូកហើយភ្លើងដកនេះចូលតាមនិមិត្តសញ្ញាដែលនេះអញ្ចឹងភ្លើងដកនេះបានន័យថាម៉ាស0ហ្នឹងភ្លើងដកហ្នឹងអញ្ចឹងភ្លើងដកនេះម៉ាស0នេះចូលមកជើង C នេះម៉ាស0នេះចូលមកជើង C នេះហើយនេះមាន array ស្តង់នេះ1គីឡូចូលមកឆ្លងកាត់ array ស្តង់នេះ11គីឡូចូលមកជើង B នេះអញ្ចឹងភ្លើងដករត់មកនេះចូលមកជើង C នេះឆ្លងកាត់ array ស្តង់នេះ120 អូមបានន័យថា120 អូមបើយើងនិយាយបញ្ច្រាស់ទៅវិញបានន័យថាវាចុះមកម៉ាស់120 អូមនេះសេរីជាមួយយ៉ូតនេះសេរីជាមួយរេស្តង់នេះចុះម៉ាស់អញ្ចឹងជើង B នេះចុះមកម៉ាស់នេះ11គីឡូអញ្ចឹងបើយើងនិយាយបញ្ច្រាស់មកវិញអញ្ចឹងជើង B នេះ30គីឡូ33គីឡូសេរីជាមួយកងដងនេះ10មីក្រូហ្វារ៉ាតនេះចុះមកម៉ាស់នេះអញ្ចឹងបើយើងនិយាយបញ្ជាក់មកវិញណាហើយយើងឃើញថានេះ feedback នេះឃើញទេវាទៅនេះ feedback នេះអញ្ចឹង feedback នេះកន្លែងនេះវា signal នៅមានភ្លើងបូកដកហ្នឹងមានភ្លើងអញ្ចឹងពេលនេះsignal feedback នេះមកចូលជើង B វិញចូលជើង B ដោយឆ្លងកាត់ array ស្តង់នេះ33គីឡូនេះឃើញញ៉ាយណាស់ប្រព័ន្ធរុស្ស៊ីគាត់រៀបរ៉ាសៀនអញ្ចឹងគាត់រៀបរបៀបdiagram របស់គាត់មើលទៅយើងញ៉ាយបន្តិចតែបងប្អូនគួរតែយល់ថា
វាមិនសំខាន់ទេឲ្យតែយើងរៀបត្រូវតាមប្រព័ន្ធ schema ប្រព័ន្ធ diagram ហ្នឹងតែនេះតាំងពីទសវត្សរ៍1969នោះអញ្ចឹងដោយសារtransistor នេះជា transistor របស់រុស្ស៊ីឥឡូវខ្ញុំមកដូរដាក់ transistor នេះឲ្យស្រួលធ្វើវិញដាក់ transistor នេះយើងអាចដាក់ A10 13ទៅអានេះ C 2383ទៅអានេះ A 10 13មកដូរមកអញ្ចឹងអានេះយើងដាក់ទីខ្សែ2មកទីខ្សែ2មកនេះដាក់ទីខ្សែ2មកទីខ្សែ2មកអញ្ចឹងយើងរក transistor ងាយយកមកដាក់ឲ្យបងប្អូនព្រោះរបស់រុស្ស៊ីហ្នឹងពិបាករកនៅស្រុកយើងអត់មានទេ transistor របស់រុស្ស៊ីនោះការចំនួនខ្ញុំនឹងមានដោយសាររុស្ស៊ីគាត់ជំនួយមករុស្ស៊ីគាត់ជំនួយមកអញ្ចឹងចំនួនខ្ញុំនឹងមានដល់ចំនួននេះអត់មានទេបររុស្ស៊ីហ្នឹងអត់មានយកមកលក់ខ្មែរទេការចំនួនយើងសង្គមនិយមរុស្ស៊ីគាត់ជំនួយមកឲ្យយើងប្រើប្រាស់អញ្ចឹងយើងដូរដាក់ transistor ដែលមាននៅលក់នៅក្នុងផ្សារមកហើយយើងរៀបតាមហ្នឹងទៅអានេះគ្រាន់ថាវាបោកយើងយក12 V បោកមកអានេះយកទៅ max 0មកវាជាការស្រាចហើយវាអត់ខុសទេអានេះ capacitor នេះmicrofarad 2200មកចេញដើម្បីឲ្យវាច្រោះ signal ស្អាតអញ្ចឹងចំពោះdiagram នេះយើងឃើញថាវាចូលsignal ចូលតាម resistance 510 អូម resistance 510 អូមនិងសេរីជាមួយ capacitor នេះcapacitor នេះ10 microfarad ចូលមកជើង B ចូលមកជើង B អញ្ចឹង signal នេះវាចេញទៅពីផ្នែកមួយផ្នែកវាចេញតាមជើង C ចូលមក transfer driver នេះចូលមក driver នេះចេញមកជើង E ចូលមកជើង B នៃ transfer ពីរសងហ្នឹងពីរសងវាអញ្ចឹងមួយខាងទៀតវាចេញមកតាមជើង E ចូលមកជើង B នៃ transfer driver បានចេញមកតាមជើង C នេះចូលមកជើង B នេះចូលមក transfer ពីរសងអញ្ចឹងកន្លែងនេះវាចេញតាម E C output
ở say output ở say chắc cả na output ở say ní bạn này tha transistor níមានលេខដូចគ្នា P N P ដូចគ្នាដោយសារអីដោយសារព្រួញវាចូលដូចគ្នានេះអញ្ចឹងព្រួញវាចូលដូចគ្នាអញ្ចឹងចេញតាមហ្នឹងហើយមានពេលដែលវាចេញទៅ speaker សម្រាប់នេះវាឆ្លងកាត់ capacitor នេះ capacitor ហ្នឹងនៅកន្លែងនេះមាន volt ដកនៅកន្លែងនេះមាន volt បូកដកនេះមាន volt អញ្ចឹងបើយើងចាក់ទៅឃើញ volt មាន volt អញ្ចឹងដល់ពេលនេះចេញមកដល់ខាងមុខ capacitor វាឃើញsignal អញ្ចឹងវាចេញមកណា feedback វាចេញ feedback មកចូលមកជើង B វិញដដែលហ្នឹង signal ចេញ signal អញ្ចឹងចេញ signal អានេះ feedback signal អានេះ feedback volt feedback volt វាមាន volt signal ផងហើយនេះអញ្ចឹងយើងឃើញតែស្មុគស្មាញអានេះ signal ហ្មង feedback signal ទៅហ្មងឆ្លងកាត់នេះ18គីឡូទៅជើង B អានេះ feedback ដែរតែ feedback ហ្នឹងមានភ្លើងទៅជើង B នេះភ្លើងអញ្ចឹងគាត់ថាស្មុគស្មាញតិចថ្ងៃនេះយកឲ្យបងប្អូនគាត់ថារៀនមើលសិក្សារៀនមើលណាបងប្អូនបងក៏មិនជាអ្នកចេះអីដែរគាត់ថាឲ្យបងប្អូនជួយសង្កេតរៀនមើលថាអានេះជាប្រព័ន្ធរបស់រុស្ស៊ីយើងរ៉ាសៀនណាអញ្ចឹងជាប្រព័ន្ធរបស់រុស្ស៊ីអញ្ចឹងគេរៀបមកអញ្ចឹងក៏ប៉ុន្តែយ៉ាក្រាមនេះតាំងពី1966 69នោះអញ្ចឹងវាជិត60ឆ្នាំហើយជិត60ហើយយ៉ាក្រាមហ្នឹងអញ្ចឹងគាត់តែលើកយកមកបង្ហាញបងប្អូនជាការចែករំលែកទេហ្នឹងហើយចែករំលែកហើយសូមឲ្យខុសត្រូវយ៉ាងណាចំពោះមេខន្តីអភ័យទោសនិងខន្តីអភ័យទោសចំពោះកំហុសឆ្គងដែលខ្ញុំលើកមកបង្ហាញហើយសូមឲ្យបងប្អូនជួយចុច Subscribe បងមួយផងដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលា